សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជីនិចហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនមកទទួលអារម្មណ៍ស្រស់ស្រាយប្លែកហើយមានសេចក្តីសុខនៅក្នុងចិត្តអារម្មណ៍សេចក្តីសុខដែលយើងទទួលបានហ្នឹងគឺបានមកពីបរិយាកាសជុំវិញកុដិនេះឯងណាបងប្អូនកុដិនេះគឺមានទីតាំងនៅជិតវត្តដបូកខ្មៅខាងវត្តដបូកខ្មៅនៅលើភ្នំត្បែងមានជ័យបងប្អូនតែភាគច្រើនវត្តដបូកខ្មៅគឺគេអត់សូវស្នាក់នៅយូរទេគេឡើងទៅដល់ថងនឹងហើយគឺបន្តដំណើរទៅខាងវត្តថ្មបៃដុំព្រោះខាងវត្តថ្មបៃដុំមានទេសភាពស្អាតអញ្ចឹងណាតែបើសិនជាយើងស្នាក់នៅនៅហ្នឹងយើងទទួលបានអាកាសធាតុច្រើនអារម្មណ៍ច្រើនហើយភាពស្រស់ស្រាយក៏ប្លែកម្យ៉ាងដែរអញ្ចឹងនៅនឹងកុដិហ្នឹងគឺកុដិហ្នឹងនៅចុងគេហើយយើងអត់មានសតែនទឹកអត់មានអីទេគឺមានទឹកដក់ចាយើងកាយខ្សាច់មកនៅតំបន់ខាងហ្នឹងភាគច្រើនគឺថ្មសុទ្ធហើយនឹងខ្សាច់អញ្ចឹងយើងកាយខ្សាច់ចេញដើម្បីទុកកន្លែងហ្នឹងឲ្យដក់ទឹកដូចកូនបឹងមួយចឹងទៅសម្រាប់ដួសប្រើប្រាស់មុជអីផ្សេងហើយពេលខ្លះគឺមានផ្សែងអាប់ចុះទាំងខាងក្រោយកុដតាំងខាងមុខកុដចាអានេះខ្ញុំមិនច្បាស់ថាជាអាប់ឬក៏ជាពពកទេប៉ុន្តែយើងជាតិទឹកដូចគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងអាប់ក៏បានពពកក៏បានចាអញ្ចឹងពេលព្រឹកក្នុងវីដេអូនេះគឺខ្ញុំថតនៅពេលព្រឹកអូយបងប្អូនមើលគឺទទួលអារម្មណ៍ត្រជាក់ហើយប្លែកមែនតែនចាបងប្អូនឃើញថ្មនៅជុំវិញកុដហើយនឹងខាងក្រោយកុដហ្នឹងណានៅពេលដែលអត់មានភ្លៀងឬក៏អត់មានអាប់គឺខ្ញុំស្ពាយខ្នើយមួយទៅគេងនៅតាមថ្មហ្នឹងមើលទេសភាពអញ្ចឹងមិនថាថ្មខាងលិចខាងកើតខាងត្បូងខាងជើងឯងគេខ្ញុំដើរគេងជុំវិញថ្មហ្នឹងអស់ហើយមើលទេសភាពមើលថ្ងៃលិចមើលថ្ងៃរះឬក៏មើលផ្កាយពេលយប់ចាហើយបើថាខ្យល់វិញគឺអត់ដាច់ទេបើពេលយប់អីតតែភួយពីអីបន្ទប់នៅអាកាសធាតុរួចហើយនេះគឺជាទស្សនវិជ្ជាពេលល្ងាចពេលថ្ងៃលិចបងប្អូនចាគឺស្រស់ស្អាតមែនតែននៅថងរៀនហាលនៃកុដហ្នឹងគឺជាផ្នែកមួយដែលខ្ញុំចូលចិត្តជាងគេភាគច្រើនគឺខ្ញុំអង្គុយនៅកន្លែងរៀនហាលហ្នឹងពេលញ៉ាំកាហ្វេក៏ដោយពេលធ្វើម្ហូបក៏ដោយគឺខ្ញុំអង្គុយនឹងរៀនហាលហ្នឹងរហូតហើយទស្សនវិជ្ជានេះគឺពេលព្រឹកបងប្អូនខ្ញុំទៅគេងនៅកន្លែងវាលថ្មហ្នឹងហើយមើលថ្ងៃរះចឹងគឺទទួលអារម្មណ៍ត្រជាក់ហើយស្ងប់សុខមានសេចក្តីសុខមែនតើចាមកចំហៀងខាងស្ដាំរបស់យើងគឺថ្ងៃរះនៅពេលព្រឹកហើយនៅមកចំហៀងខាងឆ្វេងរបស់យើងគឺព្រះច័ន្ទមិនទាន់ផុតទេយើងអាចនៅមើលឃើញព្រះច័ន្ទបានចឹងគឺព្រះច័ន្ទនិងព្រះអាទិត្យនៅក្នុងប្លង់តែមួយតែម្ដងហើយពេលធ្វើម្ហូបឬក៏ពេលញ៉ាំបាយពេលធ្វើញ៉ាំកាហ្វេញ៉ាំអីហ្នឹងគឺថាខ្ញុំអង្គុយតែមកកុដនឹងឯងព្រោះនៅមកកុដហ្នឹងវាដូចជាផ្ទាំងទស្សនវិជ្ជាមួយទស្សនវិជ្ជាធម្មជាតិដ៏ស្រស់ស្អាតមួយនៅមុខហ្នឹងហើយពពកគឺហោះកាត់រហូតអញ្ចឹងឲ្យតែខ្ញុំត្រូវធ្វើអីគឺខ្ញុំវិចស្ពាយយកមកអង្គុយធ្វើនៅមុខហ្នឹងរហូតហ្មងអារម្មណ៍ហ្នឹងវាទៅជាដូចជាសារជាតិញៀនណាដែលយើងយូរយើងត្រូវការអារម្មណ៍បែបហ្នឹងម្ដងត្រូវការឡើងភ្នំដើម្បីទទួលអារម្មណ៍ស្ងប់ស្ងាត់ត្រជាក់សុខហ្នឹងម្ដងវាពិបាកបរិយាយបងប្អូនវាអត់ដូចម្ហូបអាហារដែលយើងឃ្លានទេវាជាអារម្មណ៍ដែលយើងត្រូវការអញ្ចឹងក្នុងរយៈពេលណាមួយ1ខែកន្លះឬក៏2ខែអីខ្ញុំឡើងភ្នំដើម្បីទៅទទួលអារម្មណ៍ស្ងប់ស្ងាត់ហើយស្រូបកម្លាំងពីធម្មជាតិណាសូម្បីតែពេលមេឃភ្លៀងក៏ទទួលអារម្មណ៍ថាស្រស់ស្រាយបែបផ្សេងមួយបែបទៀតដែរចាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនជម្រាបលា